សង្ខេបរឿងធនជ័យមានគ្រួសារកសិករមួយថ្ងៃមួយប្រពន្ធកសិករនោះបានយកសពចម្លែកគឺថាយកសពដូចយកសងយកសពឃើញដងនោះបេះបានទាំងផ្លែយកសពឃើញខែនោះជាខែពេញបរមីដោយយើងឆ្ងល់ជាមួយនឹងការយកសពបែបហ្នឹងនាងជាប្រពន្ធនោះក៏បានទៅរកហោរាឲ្យទុទាយតែជនជាចៃដន្យថ្ងៃនោះប្តីដែលជាគ្រូហោរាហ្នឹងមិននៅប្រពន្ធហ្នឹងក៏សាកសួរពីដំណើរយកសពហ្នឹងក៏ដឹងថានាងនឹងត្រូវមានកូនប្រុសម្នាក់ដែលកូននោះគឺមានប្រាជ្ញាឈ្លាសវៃនិងខ្លាំងពូកែប៉ុន្តែប្រពន្ធហោរានោះបានជាទីបង្ខុសទៅវិញដោយនិយាយថាកូននោះនឹងកើតមកជាកូនប្រុសដែលត្រូវធ្វើជាអ្នកបម្រើគឺក៏ខ្ញុំគេក្រោយមកនាងជាប្រពន្ធហ្នឹងក៏បានសម្រាប់បានកូនប្រុសប្រកបមែននៅពេលដែលកើតបានកូនប្រុសនោះក៏ដាក់ឈ្មោះថាឈុនជ័យនៅពេលដែលអាយុបាន7ឆ្នាំធនជ័យគឺជាក្មេងដែលមិនសូវជាចិត្តទំនេរទេជាចិត្តដើរលេងហើយអត់សូវគិតពីបាយទឹកនោះទេថ្ងៃមួយធនជ័យនឹងបានទៅលេងក្បែរផ្ទះលោកសេដ្ឋីហើយជួនជាចៃដន្យប្រពន្ធលោកសេដ្ឋីនឹងគាត់កំពុងតែត្បាញហើយជ្រុះត្រល់ក៏ប្រើឲ្យធនជ័យរើសត្រល់ឲ្យគាត់ហើយសន្យាឲ្យអំបុកច្រើនក្រោយមកក៏ឲ្យអំបុកទៅធនជ័យប៉ុន្តែធនជ័យនឹងអត់សុខចិត្តទេដោយយល់ថាអំបុកនឹងវាតិចមិនច្រើនដូចអ្វីដែលប្រពន្ធនឹងសន្យាស្រែកយំខ្លាំងរហូតដល់ភ្ញាក់លោកសេដ្ឋីចុះមកក៏ឲ្យគេយកចង្អេមួយនិងកញ្ឆេមួយហើយដាក់អំបុកឲ្យធនជ័យនឹងរើសយកមួយណាថាច្រើនអញ្ចឹងណាហើយធនជ័យក៏បានរើសយកអំបុកដែលនៅក្នុងចង្អេដល់ពេលដែលមកដល់ផ្ទះធនជ័យក៏ដឹងថាខ្លួននឹងចាញ់បោកលោកសេដ្ឋីក៏បានសុំឲ្យឪពុកម្ដាយនឹងយកខ្លួនឲ្យទៅបម្រើលោកសេដ្ឋីក្នុងគោលបំណងសងសឹកលោកសេដ្ឋីវិញចឹងឪពុកម្ដាយក៏ព្រមឲ្យធនជ័យនឹងទៅបម្រើលោកសេដ្ឋីហើយលោកសេដ្ឋីតែងតែប្រើធនជ័យធ្វើនេះធ្វើនោះឥតឈប់ឈរដូចជារត់តាមសេះទៅបញ្ចវាំងចាំចំការនិងទ្វារគោក្របីជាដើមប៉ុន្តែសកម្មភាពទាំងអស់ហ្នឹងគឺត្រូវបានធនជ័យផ្ចាញ់លោកសេដ្ឋីទាំងអស់ដូចជារត់តាមសេះអញ្ចឹងគឺធនជ័យធ្វើជារត់អត់តាន់នៅពេលដែលរត់តាន់គឺជ្រុះស្លាមលូហើយនៅពេលដែលលោកសេដ្ឋីថាបើជ្រុះឲ្យរើសអញ្ចឹងរើសទាំងអស់គឺរើសទាំងអាចសេះទៅទៀតដែលធ្វើឲ្យលោកសេដ្ឋីហ្នឹងខ្មាស់គេជាខ្លាំងហើយបន្ទាប់មកក៏ឲ្យធនជ័យហ្នឹងទៅយាមចំការវិញម្ដងនៅពេលដែលទៅយាមចំការលឹកហ្នឹងគឺធនជ័យយាមមែនដេកអត់មើលគោមើលក្របីស៊ីដំណាំលោកសេដ្ឋីដូចទៅធ្វើលោកសេដ្ឋីហ្នឹងខឹងខ្លាំងទៀតហើយក្រៅពីនោះគឺឲ្យទៅខ្វៀលក្របីខ្វៀលគោអញ្ចឹងណាហើយធនជ័យក៏បានសុំគោទាំងអស់ជាប្រពន្ធរបស់ធនជ័យអញ្ចឹងនៅពេលដែលគោឈ្មោលរបស់អ្នកស្រុកមកហ្នឹងធនជ័យបានចាប់ចងធ្វើឲ្យលោកសេដ្ឋីហ្នឹងឈឺក្បាលនៅក្នុងការដោះស្រាយរឿងហ្នឹងជាខ្លាំងរហូតដល់ថ្ងៃមួយហ្នឹងគឺប្រពន្ធរបស់លោកសេដ្ឋីបានហៅឲ្យលោកសេដ្ឋីហ្នឹងមកហូបបាយអញ្ចឹងធនជ័យហ្នឹងទៅហៅលោកសេដ្ឋីហូបបាយហ្នឹងគឺស្រែកខ្លាំងតាំងពីផ្ទះរហូតដល់កន្លែងលោកសេដ្ឋីហ្នឹងធ្វើឲ្យលោកសេដ្ឋីហ្នឹងថាឲ្យហៅគាត់តិចក្រោយមកក៏ហៅតិចខ្សោយចំថ្ងៃដែលភ្លើងឆេះផ្ទះអញ្ចឹងធនជ័យខឹងលោកសេដ្ឋីខឹងខ្លាំងមែនតើហើយក៏បានប្រាឲ្យធនជ័យហ្នឹងទៅយករបស់ណាស្រាលទៅធនជ័យហ្នឹងក៏ទៅយកសំបុកមាន់សំបុកទាទៅព្រោះជារបស់ស្រាលហើយបានទៅឲ្យរកមើលអ្នកដែលធ្វើឲ្យភ្លើងឆេះផ្ទះរបស់គាត់គឺធនជ័យហ្នឹងទៅអូសចង្ក្រានមកព្រោះចង្ក្រានគឺជាដើមហេតុនៃភ្លើងឆេះផ្ទះរបស់គាត់អាការធ្វើបែបហ្នឹងធ្វើឲ្យលោកសេដ្ឋីយល់ថាធនជ័យហ្នឹងផ្ចាញ់គាត់ដឹងអញ្ចឹងណាអញ្ចឹងលោកសេដ្ឋីក៏អស់តម្រេះហើយយល់ថាជាការផ្ចាញ់ហ្នឹងក៏បានបញ្ជូនធនជ័យឲ្យទៅនៅជាមួយនឹងស្ដេចឲ្យព្រានប្រដៅធនជ័យវិញម្ដងព្រោះខ្លួនហ្នឹងអស់គំនិតបញ្ញាក្នុងការយកឈ្នះធនជ័យអញ្ចឹងណាអញ្ចឹងក្រោយមកធនជ័យក៏បានទៅនៅជាមួយនឹងស្ដេចឲ្យដល់ហើយស្ដេចក៏ផ្ចាញ់បញ្ញាធនជ័យដូចជាឲ្យធនជ័យហ្នឹងទៅយកក្បួនផលនៅផ្ទះហើយក៏បានផលស្ដេចនឹងឯងហើយមុជទឹករកប៉ងនៅក្នុងទឹកណាគឺធនជ័យមុជអត់រកឃើញដោយសារតែខ្លួនហ្នឹងជាមន់ឈ្មោលហើយជីដំរីចាស់ជើងដាក់ក្តោងយកព្រះកញ្ញាឲ្យស្ដេចថ្វាយស្ដេចអត់តន់អញ្ចឹងធ្វើជីអាសេះក្តោងដើមចេកណាហើយយកមន់យកកូនមន់ទៅចូលជាមួយនឹងមេមន់របស់ស្ដេចអញ្ចឹងអត់ចាញ់ស្ដេចទេហើយដូចជាចូលកបីហ្នឹងគឺយកកូនកបីទៅចូលជាមួយនឹងកបីឡើងកហើយអាការធ្វើទាំងអស់ហ្នឹងគឺធនជ័យហ្នឹងគឺតែទៅឈ្នះនៅបញ្ញារបស់ស្ដេចជានិច្ចហើយម្យ៉ាងវិញទៀតគឺស្ដេចខឹងរហូតដល់មិនឲ្យធនជ័យចូលវាំងអញ្ចឹងធនជ័យក៏បានចំទឹកគូតអត់ឲ្យឃើញមុខទេព្រោះស្ដេចស្អប់អញ្ចឹងណាហើយបានជេរសម្ដេចសង្ឃរបស់ស្ដេចធ្វើឲ្យស្ដេចហ្នឹងខឹងហៅធនជ័យចូលវាំងតបបានម្យ៉ាងទៀតបានស្អប់ពេកក៏ឲ្យទាសាទិសីមហេសីរបស់ខ្លួនទៅជួបអាចនៅមុខផ្ទះរបស់ធនជ័យតែត្រូវធនជ័យហ្នឹង
ជេរហើយបានវាយដោយសារតែភាសាពិសេសហ្នឹងចុះទាំងនោមទៀតវាខុសច្បាប់របស់ស្ដេចណាអញ្ចឹងអាចទង្វើផ្ចាញ់ស្ដេចបែបហ្នឹងធ្វើឲ្យស្ដេចអាម៉ាស់មុខហើយស្អប់ធនជ័យខ្លាំងមែនតើអញ្ចឹងប្រាជ្ញាធនជ័យហ្នឹងគឺធ្វើឲ្យល្បីរន្ធឺដល់អ្នកប្រាជ្ញស្រុកចិនបានមកដាក់ប្រស្នាដោះដូរជាមួយនឹងស្រុកខ្មែរយើងដោយបើសិនជាខ្លួនចាញ់បកគោសំពៅជាមួយនឹងសម្ភារៈផ្សេងហើយបើសិនជាស្ដេចខ្មែរចាញ់ត្រូវបកគោទឹកដីក៏ដូចជាដាក់ខ្មែរជាចំណុះរបស់ស្រុកចិនអញ្ចឹងណាអញ្ចឹងដោយប្រស្នានោះធនជ័យគិតថាមិនអាចដោះបានក៏មានបំណងទៅលោតទឹកសម្រាប់ខ្លួនតែជាភពសំណាងល្អបានហែទៅដល់សំពៅរបស់អ្នកប្រាជ្ញចិនហ្នឹងក៏ស្ដាប់ឮពីចម្លើយនៃការទូទាយក្របអលឹកនៅក្នុងផ្លែទាំង3ហ្នឹងទៅធ្វើឲ្យធនជ័យហ្នឹងឈ្នះអ្នកប្រាជ្ញស្រុកចិនអញ្ចឹងចាញ់ក៏បកគលសំពៅក៏ជាសម្ភារៈជាច្រើនមកឲ្យខ្មែរដោយខ្លាចបញ្ញាធនជ័យពេកស្ដេចក៏ឲ្យធនជ័យហ្នឹងទៅរស់នៅតាមទន្លេវិញម្ដងជាហេតុធ្វើឲ្យធនជ័យបានប្រមូលពន្ធពីអ្នកធ្វើដំណើរអញ្ចឹងទង្វើនោះធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បាទៅប្តឹងដល់ស្ដេចក៏បានដាក់ទោសឲ្យគេយកធនជ័យទៅប្រហារជីវិតប៉ុន្តែនៅពេលប្រហារជីវិតហ្នឹងគឺធនជ័យសុំឲ្យសុបាយអញ្ចឹងណាហើយឲ្យអ្នកប្រជាឃាតហ្នឹងច្រៀងអជ័យធ្លាក់ទឹកអញ្ចឹងទៅក៏បន្លំលោតចូលក្នុងទឹកដោយខ្លួនឯងហើយហែយករួចខ្លួនបន្ទាប់មកធនជ័យហ្នឹងក៏បានទៅបួសធ្វើជាសង្ឃអ្នកប្រាជ្ញស្រុកចិនល្បីថាធនជ័យស្លាប់ក៏បានមកដាក់ប្រស្នាម្ដងទៅជាមួយនឹងស្រុកខ្មែរហើយស្រុកខ្មែរមានការព្រួយបារម្ភមែនតើដោយសារខ្លាចបាត់បង់នគរអញ្ចឹងណាក៏បានប្រកាសឲ្យគេស្វែងរកអ្នកប្រាជ្ញនៅស្រុកខ្មែរប៉ុន្តែរត់បានទេអញ្ចឹងស្ដេចមានការព្រួយបារម្ភក៏បានមុនលោកមកធ្វើបុណ្យអញ្ចឹងណាហើយជនជាចៃដន្យហ្នឹងក៏ជួបធនជ័យក៏និយាយថាជ័យហើយថាមិនជ័យអញ្ចឹងណាពេលដែលស្ដេចថាដូចជាអជ័យអញ្ចឹងណាក្រោយមកក៏សូមឲ្យធនជ័យនឹងជួយដោះប្រស្នាហើយក៏បានសម្រេចជាលើកទី2ឈ្នះប្រាជ្ញចិនណាហើយរហូតដល់ស្ដេចនឹងមានគោលបំណងចង់រើសប្រពន្ធឲ្យធនជ័យទៀតប៉ុន្តែធនជ័យបកកាយថាអត់យកទេស្រីនៅក្នុងវាំងដោយសារតែសិតតែជាញីគាត់ចង់បានប្រពន្ធហើយក៏បានស្វែងរកដោយខ្លួនឯងទៅជួបជាមួយនឹងនាងសួស្ដីដែលមានរូបឆោមល្អព្រមទាំងជាស្រីគ្រប់លក្ខទៀតធនជ័យក៏បានចូលស្ដីដណ្ដឹងនាងនោះតាមប្រពៃណីនិងរៀបការរស់នៅមានសុភមង្គលរហូតធនជ័យជាមនុស្សដែលមានចំណេះដឹងធ្វើឲ្យអ្នកប្រាជ្ញអ្នកអីហ្នឹងខ្លាចជាមួយនឹងប្រាជ្ញារបស់ខ្លួនហ្នឹងក៏បាននិរទេសឲ្យធនជ័យហ្នឹងទៅរស់នៅស្រុកចិនអញ្ចឹងពេលទៅដល់ស្រុកចិនហ្នឹងគឺធនជ័យបានធ្វើនំបញ្ចុកលក់ដែលធ្វើឲ្យល្បីដល់ស្រុកចិនអញ្ចឹងណាហើយក៏បានហៅធនជ័យហ្នឹងទៅលក់នំបញ្ចុកឲ្យខ្លួនហើយឆ្លៀតពេលហ្នឹងគឺធនជ័យបានជេរប្រមាថស្ដេចចិនថាមើលមុខស្ដេចចិនដូចជាឆ្កែមើលមុខស្ដេចខ្មែរដូចជាខែពេញបរមីធ្វើឲ្យស្ដេចចិនហ្នឹងខឹងរហូតចាប់ធនជ័យហ្នឹងទៅដាក់ក្នុងគុកសម្រិតដែលត្រជាក់ខ្លាំងណាហើយធនជ័យក៏បានរកវិធីសាស្ត្រដើម្បីកុំឲ្យខ្លួនត្រជាក់និងស្លាប់នៅក្នុងគុកនោះហើយថែមទាំងបានបង្ហោះខ្លែងឯករយប់ធ្វើឲ្យមានសម្លេងរំខានដល់ស្ដេចចិនភ័យខ្លាចក៏ហៅហារ៉ាមកទូទាយហារ៉ាក៏ទូទាយថាដោយសារតែស្ដេចចិនហ្នឹងចាប់អ្នកប្រាជ្ញស្រុកខ្មែរឃុំឃាំងអញ្ចឹងក៏បានដោះលែងធនជ័យឲ្យមកស្រុកខ្មែរវិញព្រមទាំងឲ្យសំពៅមួយក៏ដូចជាសម្ភារៈប្រើប្រាស់និងចិន100នាក់មកជាអ្នកបម្រើដែលមកដល់ស្រុកខ្មែរធ្វើឲ្យមានការកោតសរសើរពីប្រជាជននិងស្ដេចជាខ្លាំងចំពោះធនជ័យពីប្រាជ្ញារបស់គាត់ណាអញ្ចឹងក្រោយមកក៏បានមករស់នៅស្រុកខ្មែរជាមួយនឹងប្រពន្ធយ៉ាងសុខសប្បាយសុខសាន្តរហូតណាក្រោយមកធនជ័យក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់ក៏បានហៅស្ដេចមកប្រាប់ពីរឿងពាក្យសម្ងាត់មួយដោយនិយាយថាបើសោយត្រីព្រួលកុំចោលស្រកាបើសោយត្រីប្រាកុំចោលស្រកីស្លមជូរក្បាលត្រីកុំភ្លេចដាក់មជូរសណ្ដាន់និងផ្ដាំឲ្យប្រពន្ធរបស់គាត់នឹងដាំចម្រងឫស្សីក៏ដូចជាខ្ញែនៅជំវិញនៅកន្លែងភ្នោរបស់គាត់ណាដើម្បីការពារពីមន្ត្រីដែលស្អប់គាត់